នឹងឲ្យបងប្អូនសកម្មភាពមកបណ្ឌិតកូនមន់នៅពេលយប់បងប្អូនថតពេលយប់ចូលសលេងពេលព្រឹកហ្នឹងហើយបងប្អូនជាដូចបងប្អូនឃើញហើយបាទនេះជាការទុកដាក់កូនមន់របស់ខ្ញុំហើយបងប្អូនហើយកូនមន់របស់ខ្ញុំហ្នឹងគឺអត់តូចហ្នឹងថ្ងៃខ្ញុំថតហ្នឹងគឺវាអាយុ6ថ្ងៃហើយបងប្អូនថាវារៀងធន់បានហើយប៉ុណ្ណឹងហើយនិយាយទៅការថែកូនមន់របស់ខ្ញុំគឺអត់សូវមានលក្ខណៈមួយថាដូចជាសាំញ៉ាំឬក៏គឺវល់ច្រើនអីទេបងប្អូននិយាយទៅចំណុចសំខាន់របស់ខ្ញុំគឺធ្វើយ៉ាងម៉េចឆ្លងផុតរយៈពេល10ថ្ងៃគ្រប់យ៉ាងសម្រាប់ខ្ញុំគឺល្អប្រសើរខ្ញុំអត់សូវជាមានការរវល់ច្រើនអីទៀតទេបងប្អូនហើយដូចបងប្អូនឃើញអំពូលនេះគឺជាអំពូលប្រភេទដេញមូសទេបងប្អូនខ្ញុំដាក់ហ្នឹងដោយសារគិតថាយប់ឡើងឲ្យវាភ្លឺអីចឹងណាពេលវាឃ្លានចំណីឬក៏ស្រេកទឹកស្រេកអីចឹងទៅវាបានផឹកហើយនេះគឺជាសកម្មភាពបងវាបងប្អូនអត់ហៅកន្លែងណាដេកកាទេមកដេកក្រោមធុងប្អូនវាហ្នឹងបងប្អូនដោយសារវាភ្លឺចឹងទៅវាជួយចិត្តមកដេកក្រោមហ្នឹងបងប្អូនខ្លាចវាខ្លាចល្ងឹតអញ្ចឹងណាហើយទៅហ្នឹងបងប្អូនកូនមន់ខ្ញុំទាំងអស់ហ្នឹងមាន12គ្រាប់មកដល់ថ្ងៃនេះ6ថ្ងៃហើយអាយុបាន6ថ្ងៃហើយគឺអត់មានបាត់បង់អីទេគឺនៅទាំងអស់ហើយទៅសម្រាប់បងវានេះគឺ9គ្រាប់បងប្អូននិយាយទៅគឺខ្ញុំអត់ដឹងមិនដែរបងប្អូនមិនដឹងថាខែហ្នឹងវាអំណោយផលសម្រាប់ខ្ញុំឬក៏យ៉ាងណាទេបងប្អូនហ្នឹងបងប្អូនសម្រាប់មន់របស់ខ្ញុំទាំងអស់ហ្នឹងគឺអត់បានធ្វើវ៉ាក់សាំងទេបងប្អូនហើយទីមួយដោយសារជុំវិញផ្ទះខ្ញុំហ្នឹងបាទផ្លិចកាត់ជើងត្បូងហ្នឹងអត់មានអ្នកចិញ្ចឹមមន់ទេបងប្អូនដល់ពេលអញ្ចឹងទៅខ្ញុំចិត្តតែមានអារម្មណ៍មួយថាមិនអីអញ្ចឹងណាបងប្អូនដល់ហើយខ្ញុំអត់បានធ្វើវ៉ាក់សាំងទេទី2ហ្នឹងគឺមន់របស់ខ្ញុំហ្នឹងវាតិចកណាតិចទៅជិលធ្វើវ៉ាក់សាំងទៅដល់ទៅហើយការចិញ្ចឹមមន់របស់ខ្ញុំហ្នឹងគឺចិញ្ចឹមក្រោយគេទេបងប្អូនអើយពីមុនមកខ្ញុំអត់ដែរចិញ្ចឹមទេភិកច្រើនអ្នកចិត្តខាងមុខខ្ញុំគេចិញ្ចឹមអញ្ចឹងទេហើយទៅនិយាយទៅឥឡូវនេះគេឈប់ចិញ្ចឹមហើយដោយសារចិញ្ចឹមឡើងកើតអញ្ចឹងណាបងប្អូនម្នាក់ឈប់ចិញ្ចឹមប្រហែលជា2-3ឆ្នាំហើយហ្នឹងហើយបងប្អូនបន្ទាប់ពីហ្នឹងមកយើងមកពិនិត្យមើលនៅដេកលើត្រើងនេះបងប្អូនហើយនេះក៏9គ្រាប់ដែរបងប្អូនមន់ខ្ញុំសរុបទាំងអស់ដូចជា30ជាងឥឡូវហើយសប្តាហ៍ហ្នឹងខ្ញុំមានមេ4ហើយបងប្អូនប៉ុន្តែគាត់ថាមេដែលឲ្យផលហ្នឹងទឹមតែមាន3ក្បាលទេដោយសារមេមួយទៀតវានៅខាងស្ទើអញ្ចឹងណាតែអញ្ចឹងវាអត់ទាន់ឲ្យឈ្មោះឲ្យអីទេបងប្អូនអញ្ចឹងខ្ញុំគិតថាសម្រាប់ខ្ញុំនៅវេលាក្រោយទៀតបងប្អូននឹងបានច្រើនណាបងប្អូនវីដេអូក៏មានតែប៉ុណ្្នឹងបាទ